នៅពេលដែលគេរំលឹកអំពីរបបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហមចន្លោះឆ្នាំ1975ដល់ឆ្នាំ1979មនុស្សភាគច្រើនតែងតែយល់ថាប៉ុល ពត និងបកពួកគឺជាមេដឹកនាំដែលឆ្កួតលីលាគ្មានបេះដូងនិងគ្មានហេតុផលប៉ុន្តែប្រសិនបើយើងពិនិត្យមើលប្រវត្តិសាស្ត្រនយោបាយពិភពលោកនិងការវិវត្តនៃមនោគមវិជ្ជាបានស៊ីជម្រៅយើងនឹងមើលឃើញការពិតមួយដ៏គួរឲ្យរន្ធត់រកគោលនយោបាយដ៏ព្រៃផ្សៃទាំងអស់របស់ខ្មែរក្រហមមិនមែនកើតឡើងដោយការនឹកឃើញចៃដន្យនោះទេប៉ុន្តែវាត្រូវបានកសាងឡើងនៅលើទ្រឹស្ដីនយោបាយយ៉ាងច្បាស់លាស់ទ្រឹស្ដីនោះគឺជាការរួមផ្សំគ្នារវាងម៉ាក់លេនីននិយមជាមួយនឹងមនោគមវិជ្ជាម៉ៅសេងតុងប៉ុន្តែទម្រង់នៃការយកមកអនុវត្តបែបជ្រុលនិយមបង្ខិតបង្ខំនិងលូតផ្លោះបំបែកកំណត់ត្រាកុម្មុយនីសទាំងអស់នៅលើពិភពលោកដើម្បីយល់ពីចិត្តសាស្ត្ររបស់ប៉ុល ពត យើងត្រូវថយក្រោយទៅកាន់ទសវត្សរ៍ឆ្នាំ1950នៅទីក្រុងប៉ារីសប្រទេសបារាំងនៅពេលនោះយុវជនខ្មែរមួយក្រុមរួមមានសាឡុត ស ដែលក្រោយមកគឺប៉ុល ពត អៀង សារី ខៀវ សំផន និងស៊ុន សេនបានទៅសិក្សានៅបារាំងនៅអឺរ៉ុបនាពេលនោះចរន្តកុម្មុយនីសនិងសង្គមនិយមកំពុងតែល្បីល្បាញខ្លាំងក្រុមនិស្សិតខ្មែរទាំងនោះបានបង្កើតកោសិកាកុម្មុយនីសរួមគ្នាពួកគេបានស្រូបយកទ្រឹស្ដីគ្រឹះចំនួន2ពីម៉ាក់លេនីននិយមទី1ទ្រឹស្ដីតស៊ូវណ្ណៈរបស់កាម៉ាក់បានបង្រៀនថាប្រវត្តិសាស្ត្រមនុស្សជាតិគឺជាប្រវត្តិសាស្ត្រនៃការប្រយុទ្ធគ្នារវាងវណ្ណៈជាជនអ្នកមានថៅកែនិងវណ្ណៈរងការជាជនកម្មករអ្នកក្រប៉ុល ពត បានយកទ្រឹស្ដីនេះមកបកស្រាយនៅក្នុងសង្គមខ្មែរដោយបានបំបែកមនុស្សជាពីរក្រុមអធន កសិករអ្នកក្រដែលជាអ្នកបរិសុទ្ធនិងក្រុមជាជនអ្នកទីក្រុងបញ្ញវន្តមន្ត្រីរាជការដែលជាសត្រូវវណ្ណៈតាមមនោគមវិជ្ជានេះដើម្បីបង្កើតសង្គមសមភាពវណ្ណៈជាជនត្រូវតែលុបបំបាត់ទី2រដ្ឋអំណាចផ្ដាច់ការវណ្ណៈអធនរបស់លេនីនបានប្រកែកថាបដិវត្តន៍មិនអាចកើតឡើងតាមបែបប្រជាធិបតេយ្យបានទេប៉ុន្តែត្រូវការបកកុម្មុយនីសដ៏រឹងមាំនិងអាចកំបាំងដើម្បីដឹកនាំនិងក្តោបក្តាប់អំណាចផ្ដាច់ការគំនិតនេះហើយដែលបង្កើតឲ្យមានអង្គការរបស់ខ្មែរក្រហមជាស្ថាប័នកម្ពុជាដែលគ្មានមុខគ្មានមាត់គ្មានការពិភាក្សានិងមានអំណាចផ្ដាច់មុខលើជីវិតនិងសេចក្តីស្លាប់របស់ប្រជាជនប្រសិនបើម៉ានិងលេនីនគឺជាគ្រឹះទ្រឹស្ដីនោះម៉ៅសេងតុងគឺជាមគ្គុទ្ទេសក៍អនុវត្តដ៏សំខាន់បំផុតរបស់ប៉ុល ពត នៅពេលប៉ុល ពត ត្រឡប់មកកម្ពុជាវិញហើយបានធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសចិនក្នុងឆ្នាំ1965និងឆ្នាំ1970គាត់បានសម្លឹងមើលឃើញនៅបដិវត្តន៍របស់ម៉ៅសេងតុងហើយចាត់ទុកវាជាគំរូដ៏ឥតខ្ចោះខ្មែរក្រហមបានចម្លងនឹងទាញយកមនោគមវិជ្ជាម៉ៅនិយមមកប្រើប្រាស់លើចំណុចសំខាន់ចំនួន3ទី1បដិវត្តន៍ផ្អែកលើកសិករជនបទម៉ាក់និងលេនីនតែងតែចាត់ទុកកម្មកររោងចក្រនៅទីក្រុងជាកម្លាំងដើមនៃបដិវត្តន៍ប៉ុន្តែម៉ៅសេងតុងបានផ្លាស់ប្ដូរទ្រឹស្ដីនេះដោយយកកសិករក្រីក្រនៅជនបទជាកម្លាំងស្នូលប៉ុល ពត បានយកគំនិតនេះមកអនុវត្ត 100% គាត់មើលឃើញថាអ្នកនៅទីក្រុងភ្នំពេញគឺជាក្រុមពុករលួយនិងជាជនហើយមានតែកសិករដើមនៅជនបទប៉ុណ្ណោះដែលជាកម្លាំងបដិវត្តន៍ដ៏ស្មោះត្រង់ទី2មហាលូតផ្លោះនៅចិនចន្លោះឆ្នាំ1958ដល់ឆ្នាំ1962ម៉ៅសេងតុងបានបង្កើតផែនការមហាលូតផ្លោះដោយបង្ខំឲ្យប្រជាជនចូលក្នុងសហគមន៍បង្កើតការផលិតស្រូវនិងដែកថែបនៅក្នុងល្បឿនយ៉ាងលឿនមិនធ្លាប់មានប៉ុល ពត បានយកគំនិតនេះមកធ្វើជាមហាអស្ចារ្យមហាលូតផ្លោះដោយកំណត់គោលដៅផលិតស្រូវឲ្យបាន3តោននៅក្នុង1ហិកតាដើម្បីសម្រេចលេខនេះខ្មែរក្រហមបានបង្ខំឲ្យប្រជាជនធ្វើការ12ទៅ15ម៉ោងនៅក្នុងមួយថ្ងៃដោយគ្មានអាហារហូបចុកគ្រប់គ្រាន់រហូតស្លាប់ដោយភាពអត់ឃ្លាននិងជំងឺដំកាត់រាប់សែននាក់ទី3បដិវត្តន៍វប្បធម៌និងការលុបបំបាត់អតីតកាលម៉ៅសេងតុងធ្លាប់បានបង្កើតបដិវត្តន៍វប្បធម៌នៅចិនដើម្បីលុបបំបាត់របស់ចាស់ទាំង4ទម្លាប់ចាស់វប្បធម៌ចាស់គំនិតចាស់ពិធីចាស់ប៉ុល ពត បានយកគំនិតនេះមកជំរុញឲ្យកាន់តែជ្រុលនិយមតាមរយៈប្រកាសឆ្នាំ0លុបបំបាត់សាសនាវប្បធម៌ប្រពៃណីសាលារៀនប្រព័ន្ធលុយកាក់កម្មសិទ្ធិឯកជននិងទីក្រុងចោលទាំងអស់ដើម្បីចាប់ផ្ដើមប្រវត្តិសាស្ត្រថ្មីពីលេខ0
មកដល់ចំណុចនេះសំណួរដ៏សំខាន់មួយត្រូវបានចោទឡើងទោះបីជាប៉ុល ពតយកតម្រាប់តាមម៉ៅសេងតុងនិងលេនីនក៏ដោយតើហេតុអ្វីបានជាលទ្ធផលនៅកម្ពុជាក្លាយជាសោកនាដកម្មសម្រាប់រង្គាលសមមានភាគរយធំបំផុតនៅលើពិភពលោកចម្លើយគឺស្ថិតនៅលើភាពមានះនិងភាពប្រញាប់ប្រញាល់ជ្រុលនិយមរបស់ប៉ុល ពតមួយការរំលងអន្តរកាលទាំងលេនីននិងម៉ៅសេងតុងតែងតែទទួលស្គាល់ថាការផ្លាស់ប្ដូរសង្គមទៅជាកុម្មុយនីសត្រូវប្រើពេលរាប់សិបឆ្នាំនិងមានដំណាក់កាលអន្តរកាលដោយអនុញ្ញាតឲ្យមានរូបិយវត្ថុនិងពាណិជ្ជកម្មខ្លះៗជាបណ្ដោះអាសន្នប៉ុន្តែប៉ុល ពតមិនចង់ចាំទេគាត់ចង់បានសង្គមកុម្មុយនីសបរិសុទ្ធ 100% នៅថ្ងៃទី17 មេសាឆ្នាំ 1975 ភ្លាមៗតែម្ដងការរំលើងដំណាក់កាលនេះបានតម្រូវឲ្យខ្មែរក្រហមប្រើប្រាស់អំពើហិង្សានិងការសម្លាប់ជាឧបករណ៍តែមួយគត់ដើម្បីបង្ខំសង្គមពីការលុបបំបាត់ទីក្រុងទាំងស្រុងមិនដែលមានប្រទេសកុម្មុយនីសណាមួយនៅក្នុងលោករាប់ទាំងចិននិងសូវៀតដែលហ៊ានជម្លៀសប្រជាជនចេញពីទីក្រុងទាំងអស់ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃដោយប៉ុល ពតឡើយសម្រាប់ប៉ុល ពតទីក្រុងជាកន្លែងបង្កាត់ពូជមេរោគដូច្នេះត្រូវតែរំលាយចោល3ជំងឺសង្ស័យខ្មាំងជ្រៀតជ្រែកនៅពេលដែលផែនការសេដ្ឋកិច្ចមហាអស្ចារ្យមហាលោតផ្លោះបរាជ័យប៉ុល ពតមិនដែលទទួលស្គាល់ទ្រឹស្ដីរបស់ខ្លួនខុសឡើយតាមរយៈគិតបែបលេនីននិងម៉ៅសេងតុងប៉ុល ពតបានទម្លាក់កំហុសថាមានខ្មាំងកប់ស៊ីនៅក្នុងសាច់ឬភ្នាក់ងារសម្ងាត់ CIA និងវៀតណាមបង្កប់ខ្លួនដើម្បីបំផ្លាញបដិវត្តន៍របស់ខ្លួនផលវិបាកគឺការបង្កើតមន្ទីរឃុំឃាំងដូចជាស21ទូស្លែងដើម្បីធ្វើទារុណកម្មនិងសម្លាប់ប្រជាជនរាប់ម៉ឺននាក់ការសម្លាប់រង្គាលនៅក្នុងរបបប៉ុល ពតមិនមែនកើតឡើងដោយគ្មានការគិតគូរនោះទេប៉ុល ពតគឺជាសិស្សដ៏ជ្រុលនិយមដែលបានយកទ្រឹស្ដីម៉ាក់លេនីននិងម៉ៅសេងតុងមកអនុវត្តដោយភាពងប់ងល់និងគ្មានក្តីអាណិតអាសូរជាមនុស្សលោកមេរៀនប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះបានបន្សល់ទុកនូវបណ្ដាំដ៏មានតម្លៃសម្រាប់មនុស្សជាតិគ្រប់ជំនាន់នៅពេលណាដែលមនោគមវិជ្ជាឬទ្រឹស្ដីនយោបាយត្រូវបានគេលើកតម្កើងឲ្យខ្ពស់ជាងតម្លៃនៃជីវិតមនុស្សហើយនៅពេលដែលអំណាចត្រូវបានក្តោបក្តាប់ដោយគ្មានការត្រួតពិនិត្យនោះពិភពលោកនឹងត្រូវជួបប្រទះនៅនរកលើដីយ៉ាងពិតប្រាកដ